ជាទីស្រឡាញ់ទាំងអស់គ្នាបងណាខ្លះគាត់ចាំមើលវីដេអូជើងរបស់គាត់នេះបងប្អូនអើយម៉ាក់បេឡាសូមអធិស្ឋានផងសម្រាប់វីដេអូបងវីដេអូខ្លះក៏ម៉ាក់បេឡាបានផុសឲ្យបងទាំងអស់គ្នាមើលវីដេអូខ្លះក៏អត់បានផុសមូលហេតុបងប្អូនដោយសារវីដេអូខ្លះឈាមច្រើនពេកយើងផុសអត់កើតទេហើយរបស់យើងគឺផុសអត់កើតហ្មងបងប្អូនចាហើយបងទាំងអស់គ្នាដែលគាត់ចង់មើលប្រភេទតិចក្រាញ់ខ្លាំងបងកុំភ្លេចចុចចូលទៅមើលក្នុង link បងប្អូនទាំងអស់គ្នាក្នុង link គឺយើងមានប្រភេទតិចក្រាញ់ខ្លាំងអញ្ចឹងសម្រាប់បងទាំងអស់គ្នាចង់មើលកុំភ្លេចចូល link នៅក្នុង comment ណាបងប្អូនហើយសម្រាប់បងទាំងអស់គ្នាដែលគាត់មានបញ្ហាប្រភេទតិចក្រាញ់ហើមខ្លាំងថាហើមខ្លាំងកម្រិតណាទេបងប្អូនអាចអញ្ជើញមកកាត់តិចក្រាញ់ក្នុងហាងម៉ាក់បេឡាបានហើយសម្រាប់ទីតាំងរបស់ម៉ាក់បេឡានៅខាងសាស្ទឹងមានជ័យថ្មីបងប្អូនលេខទូរស័ព្ទ093 697សម្រាប់លេខនេះក៏មាន Telegram ដែរបងប្អូនហើយគឺចូលដល់ការកាត់តិចក្រាញ់របស់យើងវិញបងប្អូនជំហានដំបូងគឺយើងជ្រើសរើសកត្រៃដែលមុតយកទៅច្រឹបកញ្ចក់របស់គាត់ចាបន្ទាប់ពីយើងច្រឹបកញ្ចក់របស់គាត់ហើយគឺយើងជ្រើសរើសយកជាមួយនឹងកវិតជាកវិតជានេះគឺត្រូវតែមុតដូចគ្នាបងប្អូនសម្រាប់ការជាគឺយើងជាប្រយ័ត្នប្រយែងខ្លាំងមែនតើសុកចិត្តធ្វើយឺតសន្សំណាបងប្អូនទាំងអស់គ្នាតែកុំយកកវិតជានឹងទៅជាលើភ្ញៀវមកតំហឹងណាធ្វើអញ្ចឹងគឺអត់កើតទេបងប្អូនយើងប្រើដៃធ្ងន់ណាធានាឲ្យបងប្អូនចាកាត់គឺដឹងតែឈាម 100% ហ្មងហើយដែលយើងអាចធ្វើឲ្យគាត់បានគឺយើងប្រយ័ត្នព្យាយាមកាត់ដៃស្រាលហើយប្រយ័ត្នឲ្យអស់ពីចិត្តយើងខ្លះសាច់ខ្ចីបងប្អូនអញ្ចឹងយើងប៉ះបន្តិចគឺឈាមហ្មងអូយបងប្អូនកន្លែងនេះរៀងផ្លាតបងប្អូនអើយអញ្ចឹងកន្លែងហ្នឹងមិញបងប្អូនដើរគល់មកឡើងប៉ុណ្ណាណីហ្មងណាឃើញអត់បងប្អូនជើងខ្លះគាត់អត់កប់ខ្លាំងទេគ្រាន់តែមានខ្នែងគ្រាន់តែដកខ្នែងគាត់ចេញមកគឺយើងមានអារម្មណ៍ថារៀងស្រឡះហើយតែខាងមុខគាត់ឃើញតែសរៀងសឯងអញ្ចឹងយើងត្រូវកាត់ច្រឹបអាតសអាសហ្នឹងគឺចេញឲ្យអស់សម្អាតគាត់ឲ្យស្អាតឲ្យ clean ណាបងប្អូនហើយសម្រាប់ការធ្វើបងប្អូនចាយើងព្យាយាមធ្វើតិចបងប្អូនហើយបើកន្លែងនេះបងប្អូនអើយជើងរបស់គាត់កាត់ចេញមកឡើង2ដុំអីហ្នឹងបងប្អូននៅសល់ម្ដុំទូចញែវមួយទៀតបងប្អូនអើយតបពីយើងធ្វើការកាត់អាឡៃម្ដុំទូចញែវហ្នឹងមកហើយគឺយើងធ្វើការកាត់អាកន្លែងសកាត់ clean ខាងមុខហ្នឹងច្រឹបខាងមុខធ្វើមិនឲ្យស្អាតបងប្អូនសម្រាប់ជើងគាត់នេះអត់សល់តិចក្រាញ់ធំអីណាទេបងប្អូនប៉ុន្តែបងប្អូនជើងគាត់คล้ายបងប្អូនមើលជើងរបស់គាត់នេះមើលបងប្អូនអើយទៅជាឡើងប្រេះស្ងួតជើងគាត់នេះអាលាក់ស៊ីហើយជើងគាត់ឡើងស្ងួតប្រេះកាហែងហ្មងណាសម្រាប់ជើងគាត់នេះជាប្រភេទជើងคล้ายពេលខ្លះคล้ายដោយសារតែប្រដាប់ប្រដាយើងប្រាស់នឹងអត់ល្អផងក៏យើងធ្វើអត់បានសម្រាប់មេរោគឲ្យបានត្រឹមត្រូវផងអីអញ្ចឹងទៅជាคล้ายបែបហ្នឹងណាបងប្អូនទាំងសម្រាប់បងទាំងអស់គ្នាដែលនិយមធ្វើកញ្ចក់3អាទិត្យធ្វើកញ្ចក់ម្ដងឬក៏4អាទិត្យធ្វើកញ្ចក់ម្ដងបងប្អូនគួរតែមានឈុតកត្រៃសម្រាប់ប្រើប្រាស់ខ្លួនឯងបើបងប្អូនទាំងអស់គ្នាអត់ទាន់មានទេបងប្អូនអាចទិញឈុតកត្រៃនៅក្នុងហាងម៉ាក់បេឡាបាន